ពីជីវិតខ្ញុំហើយលីតាឲ្យវាងាប់បាត់ទៅបងពងនឹងត្រឡប់មកហើយខ្ញុំវិញស្ម័គ្រជើងបងពងតើលោកគ្រូក៏ហៅខ្ញុំមែនលោកគ្រូលាក់បងពងមែនខ្ញុំឮគេនិយាយថាពូវ៉ាចាប់ទៅបាត់ហើយអញនឹងទៀតជួននាទីរបស់ឯងត្រូវស្ដាប់តាមបញ្ជាអញមិនមែនជាអ្នកព្រៀនអញចឹងទេបងហែងគុំបន្ទោសអញហើយគុំបន្ទោសខ្លួនឯងហែងគួរតែបន្ទោសប្រពន្ធរបស់ឯងមិនត្រូវព្រោះប្រពន្ធរបស់ឯងវាជាអ្នកខុសដែលវាមិនអាចរក្សាកូនក្នុងពោះរបស់វាបានអញ្ចឹងហើយអញត្រូវតែយកឯងមកជំនួសចឹងហែងស្ដាប់តាមបញ្ជាអញអាហែងរត់អូសែបជួយចាប់វាទៅទៅអាវ៉ាមកយ៉ាងវាដឹងមិនអីទេបរាជ័យលើកនេះមិនប្រកាសថាចប់ទេនៅមានផ្លូវមួយទៀតលើកនេះអញមិនឲ្យអាណាគេមករៀបអញបានទេបងឯងគិតថាវាជួយបងឯងត្រូវអត់តែការពិតអត់ទេវាប្រើបងឯងទេកុំទុកឲ្យហ្វុងនៅក្នុងកណ្ដាប់ដៃវាកុំឲ្យអាវ៉ាន់ណាសម្រាប់អាគុំចុងក្រោយបោះវាកុំឲ្យវាបំផ្លាញមនុស្សទៀតអីបងប្អូនអាចទៅចោលខ្ញុំបានទេច្រើនថ្ងៃច្រើនខែហើយបាត់សមោនឹងឯងសូនឈឹងនឹងឯងក្បត់អញឬក៏មិនអត់ទេលោកគ្រូខ្ញុំគ្រប់លោកគ្រូខ្លាំងណាខ្ញុំអត់ចង់បាត់សមោសូនឈឹងអញ្ចឹងទេប៉ុន្តែលោកគ្រូដឹងទេថាមួយរយៈហ្នឹងខ្ញុំមានបញ្ហាច្រើនណាស់បានខ្ញុំអត់បានមកសិក្សាបន្ថែមតែលោកគ្រូខ្ញុំមកនេះខ្ញុំមានរឿងមួយដែលចង់ឲ្យលោកគ្រូជួយពេលមានក្តីសុខបាត់សមោសូនឈឹងតែដល់ពេលមានបញ្ហាមិនដែលពឹងក្បាលអាណាក្រៅពីអញទេពពួកមីល្មើគុណណាវាច្រើនតែយកក្តីសុខសំខាន់ជាងការដឹងគុណលោកគ្រូខ្ញុំសុំកម្មាទៅលោកគ្រូប៉ាត់មែនហើយខ្ញុំឈប់ធ្វើបែបហ្នឹងទៀតឯងលោកគ្រូហើយខ្ញុំសុំឲ្យលោកគ្រូជួយខ្ញុំណាលោកគ្រូណាពួកអីផែនការខ្ញុំត្រូវលនីខ្ទេចខ្ទីអស់ហើយលោកគ្រូខ្ទេចខ្ទីមែនខ្ទេចខ្ទីដោយសារស្អីដោយសារតែនឹងឯងខ្លួនឯងហ្នឹងជាអ្នកបំផ្លាញវាដោយខ្លួនឯងមិនខ្ញុំទេគឺអាវ៉ាវានាំបាក់ពោះមកផ្លាញខ្ញុំគ្រប់កន្លែងបើគ្មានអាវ៉ាទេប្តីខ្ញុំក៏មិនដឹងខ្លួនចឹងដែរវាដាក់បាត់លើយដាក់ប្តីខ្ញុំឥឡូវបាត់ប្តីខ្ញុំបាត់ហើយសូម្បីតាលីតាក៏វាបាត់នឹងដែរខ្ញុំធ្វើមិនទៅលោកគ្រូទីបំផុតណានេះឯងមើលឃើញពីឫសគល់នៃបញ្ហាធំហ្នឹងមែនអ្នកដែលជាបញ្ហាអ្នកដែលគ្រោះថ្នាក់បំផុតណាមិនមែនលីតាមិនមែនអាហ្វុងទេតែគឺអាវ៉ាលោកគ្រូខ្ញុំអត់ចង់ចាញ់ពួកវាទៀតទេខ្ញុំចង់ឲ្យអាវ៉ាឲ្យបាត់ពីជីវិតខ្ញុំហើយលីតាឲ្យវាងាប់បាត់ទៅនោះបងពងនឹងត្រឡប់មកខ្ញុំវិញហើយលោកគ្រូអាវ៉ាគឺជាឧបសគ្គធំរបស់យើងដរាបណាវានៅរស់ផែនការរបស់យើងមិនងាយសម្រេចទេអញ្ចឹងលោកគ្រូស្លាប់វាចោលហើយលោកគ្រូជួយខ្ញុំផងលោកគ្រូណាអញមានវិធីរបស់អញប៉ុន្តែត្រូវតែអត់ធ្មត់បន្តិចអត់ធ្មត់ទៀតណាទម្រាំរកវិធីឃើញខ្ញុំត្រូវបាត់បងហ្វុងរហូតមែនតែសំខាន់បងហ្វុងលោកគ្រូមានដឹងថាពេលនេះបងហ្វុងនៅណាលោកគ្រូអញអត់ដឹងទេបើជើងបងហ្វុងស្ម័គ្រជើងបងហ្វុងតើនេះលោកគ្រូថាអត់ដឹងថាបងហ្វុងនៅណាតែជាក់ស្ដែងហេតុអីបើជើងបងហ្វុងនៅនេះវិញលោកគ្រូក៏ហៅខ្ញុំមែនលោកគ្រូលាក់បងហ្វុងមែនអាខេមហើយប្រាប់វាថាស្បែកជើងនឹងបានមកពីណាគឺថាស្បែកជើងហ្នឹងខ្ញុំរើសមកពីចការស្វាយណាខ្ញុំអត់ដឹងថាស្បែកជើងណាគេដែរហ្នឹងខ្ញុំឃើញពាក់ទៅល្មមជើងខ្ញុំក៏ខ្ញុំរើសមកហ្មងទៅហើយស្បែកជើងហ្នឹងស្បែកជើងរបស់បងហ្វុងមែនអាខេមប្រាប់អញការពិតភ្លាមកុំកុហកអញឲ្យសោះខ្ញុំប្រាប់ការពិតក៏បានដែរស្បែកជើងហ្នឹងខ្ញុំអត់ដឹងថាបោះពីណាគេពិតមែនប៉ុន្តែពេលខ្ញុំដើរកាត់ភូមិឬគេនិយាយថាបានឃើញបងហ្វុងថាម៉េចឃើញបងហ្វុងឃើញនៅណាខ្ញុំឮគេនិយាយថាពូវ៉ាចាប់ទៅបាត់ហើយមីពូវ៉ាគាត់អ្នកចាប់បងហ្វុងអានឹងទៀតគ្រប់យ៉ាងដោយសារតាវ៉ាបងហ្វុងអូនដឹងថាបងស្រឡាញ់អូនតែដោយសារតាវ៉ានឹងបាក់ពួកវាបានចាប់បងទៅមិនអីទេអូននឹងតែយកបងមកវិញតែលោកគ្រូខ្ញុំមិនអាចចូលភូមិបានទេដោយសារការប៉ុនប៉ងស្លាប់អាយុលើមុនណាគេដឹងអស់ហើយត្រឡប់ទៅវិញហើយរកកន្លែងលាក់ខ្លួនឲ្យបានសមគួរហើយរឿងបន្តទៀតណាទុកឲ្យអញជាអ្នកចាត់ចែងអញដឹងថាត្រូវធ្វើអីហើយចាលោកគ្រូខ្ញុំទុកចិត្តលើលោកគ្រូធ្វើប្រើវិធីសាស្ត្រយកឈ្នះអាវ៉ាឲ្យបានហើយយកបងហ្វុងមកឲ្យខ្ញុំវិញទោះបីប្រើវិធីសាស្ត្រណាក៏ដោយមិនថាសម្រាប់ខ្តាអាវ៉ាឬក៏អ្នកណាក៏ដោយខ្ញុំទៅឲ្យលោកគ្រូជាអ្នកចាត់ចែងជាងខ្ញុំទៅវិញសិនណាលោកគ្រូ
បងហ្វុង មីក្លេងហើយមីក្លេងនាងឯងនៅតែល្ងងដដែលគិតថាអញធ្វើគ្រប់យ៉ាងដើម្បីនាងឯងមែនគិតថានាងឯងអាចប្រាអញបានមែននាងឯងល្ងងពេកហើយអញគ្រាន់តែប្រាប់នេះនាងឯងគ្រាន់តែជាក្របអុករបស់អញមកគ្រាប់ទេ លោកគ្រូបញ្ឈប់វាត្រឹមហ្នឹងរឿងរ៉ាវកាន់តែធំទៅឲ្យលោកគ្រូខ្ញុំមិនចង់ឃើញលោកគ្រូសម្លាប់មនុស្សបន្តចឹងទៀតទេ ហើយប្រៀនអញមែន អត់លេងលោកគ្រូខ្ញុំគ្រាន់តែលោក អាខឹមកភ្លៀងទី4ហ្នឹងណាហាមមានលើកទី5ទៀតបើមានលើកទី5ណាមិនមែនជាកភ្លៀងទេតែអញអត់ទុកជីវិតឯងទេទូននីតិរបស់ឯងត្រូវស្ដាប់តាមបញ្ជាអញមិនមែនជាអ្នកបរៀនអញចឹងទេ បាទលោកគ្រូ ថ្ងៃពេញបរមីចិត្តមកដល់ហើយអញត្រូវតែសម្រេចវិធីមួយនេះឲ្យបានអាខឹមហែងទៅរកទិញទៀនខ្មៅអញ4ដើមហើយទៅរកសុំកំតិចផេះសាក់សັບដែលគេទឹកតបូជាហើយយកមកឲ្យអញត្រូវតែធ្វើពីហើយទៅរកសុំកំតិចផេះសាក់សັບដែលគេទឹកតបូជាហើយយកមកឲ្យអញត្រូវតែសម្រេចវិធីមួយនេះឲ្យបានអាហ្វុងហែងកុំបន្ទោសអញហើយកុំបន្ទោសខ្លួនឯងហែងគួរតែបន្ទោសប្រពន្ធរបស់ហែងមិនត្រូវព្រោះប្រពន្ធរបស់ហែងវាជាអ្នកខុសដែលវាមិនអាចរក្សាកូនក្នុងពោះរបស់វាបានអញ្ចឹងហើយអញត្រូវតែយកឯងមកជំនួសចឹងហើយអាហេងស្ដាប់តាមបញ្ជាអញ បងអាលោកសរណាយើងញ៉ាំទៅមុខទៀតសែបមិនម៉េចដាក់ក្នុងដៃគាត់បងអើយមនុស្សឈួតចឹងរត់ទៅណារួចមិនដាក់ទេ អាហេងស្ដាប់តាមអញដល់ពេលហើយដល់ពេលដែលហែងត្រូវរត់គេចពីសមោលអាក្រក់ហើយស្ដាប់តាមអញ សែបគិតដូចខ្ញុំអត់បងហេបើតាខ្ញុំគិតណាបើគ្រាន់តែរឿងគ្រួសារក៏មិនអាចឈួតដល់ថ្នាក់ហ្នឹងឯងតែខ្ញុំគិតថាអាចមកពីមានគេធ្វើបាបច្រើនជាងតែយ៉ាងណាបាត់បង់គ្រួសារក៏អាចធ្វើឲ្យប៉ះពាល់ផ្លូវចិត្តក៏ដែរខ្ញុំយល់តែទោះប៉ះពាល់ផ្លូវចិត្តយ៉ាងណាក៏មិនអាចធ្ងន់ធ្ងរដូចគេធ្វើបាបចឹងដែរខ្ញុំធ្លាប់ស្គាល់អ្នកជំងឺវិកលចរិតម្នាក់គេឈួតឡើងលេងដឹងអីហើយដើរកាប់គេពេញភូមិទៀតតែនេះសំឡាងហើយគាត់ដើរកាប់គេពេញភូមិអាចដាក់ទូគាត់បានប៉ុណ្ណឹងវាសមរម្យហើយដាក់ទូគាត់អីកើតបើគាត់វិកលចរិតហ្នឹងអញ្ចឹងមានតំណគាត់យកទៅពេទ្យឈួតចាំមើលទៅដល់ពេទ្យមើលហើយលោកទៅដល់ពេទ្យពេទ្យអាចជួយគាត់ត្រឡប់មកដូចដើមវិញបានហើយបងហេខ្ញុំស្នោះបងឯងដល់ហើយនេះបងហេបងឯងស្គាល់ខ្ញុំអត់ទេអាប៉ែងទៅនំយូរម៉េចវិញតែពេលទៅឈឺនំដែរបណ្ដោយសែបមើលគាត់ខ្ញុំចុកនំពេក អាហេងរត់អូសែបជួយចាំនេះទៅទៅ តែទេអញអើយផឹកនោះផឹកមិនដឹងអាចយកទៅប្រពន្ធនេះអាណាយកធ្វើប្រពន្ធមិនចេះខ្ញុំស្អាតប្រពន្ធនឹងដែរតែខ្វះស្អីព្រោះស្រឡាញ់ហ៎គ្រាន់តែខ្ញុំរំចុកប្រពន្ធហ្នឹងព្រោះឃើញឲ្យសុំខ្ញុំដេកជាមួយមកកណោអាណាដេកជាមួយនឹងអញមើលមកឲ្យឡើងហៅខ្លួនឡើងក្មាប់មីញ៉ាកុំចេះថាកូនខ្ញុំកូនខ្ញុំហាមឲ្យសារតែវាលើកthamសាសឯងហើយនេះមើលក្បាលពូវាផងគ្មានខ្លាញ់ទេវាចាប់ពីកែឡើងសឡូហ្មងអញជឿមើលមកឡើងហាមទៅតែខ្លាញ់មើលអញចង់ដាក់ស្ទាបតិចមើលអើមែនតាអត់មានក្បាលពោះផងហ្នឹងមុនអញឃើញឡើងក្មាប់សក់ឲ្យគឺលឿនហ្មងវាសក់លឿនហ្នឹងណាដល់សារតែវាមានផលិតផលជំនួយអ្នកគិតថាវាខ្ជិលអញ្ចឹងវាហាក់ប្រាំកើតដែរមែនស៊ីក៏ច្រើនអីក៏ច្រើនតែមីងខ្ញុំប្រើតាមវាមួយទឹក1គីឡូស៊ីថៃស្អីគេលទ្ធផលស្អីគេអីក៏សក់លឿនមិនហ៎ចាក់ប៉ះពាល់សុខភាពអត់ប៉ះពាល់សុខភាពទេយ៉ាចាំតិចខ្ញុំយកឲ្យមើលគូសិនណាមីយាយខ្ញុំជាមួយម៉ែប្រើពីមុខនេះចូលគ្នាមុនបាយខ្ញុំផឹកកាហ្វេស្មុកហងហើយក្រោយបាយខ្ញុំញ៉ាំតែដាក់ធម្មជាតិហងនេះស្រកលឿនដល់សុខភាពហើយវាមិនមែនជាប្រភេទថ្នាំទេណាយាយអញ្ចឹងផងអញវាមិនដែរដឹងឥឡូវខ្ញុំប្រាប់ឲ្យយាយដឹងហើយហូបទៅវាប៉ះពាល់សុខភាពទេណាយាយកាហ្វេស្មុកហងហ្នឹងពេលរៀងហូបទៅវាធ្វើឲ្យយើងឆ្អែតបានយូរអត់សូវឃ្លានបាយទេហើយនៅក្នុងហ្នឹងវាសម្បូរទៅដោយជាតិ fiber ដែលធ្វើឲ្យយើងហូបទៅបាត់ជើងមកអស់ជួយដុតបំផ្លាញជាតិខ្លាញ់ដែលលើសចេញក្នុងរាងកាយយើងហើយ
ស្រកដោយសុខភាពទៀតតបានតែណាត់ធម្មជាតិហងនេះវិញវាសម្រួលដល់សុខភាពបង្រៀនបត់ជើងមកអស់ហើយលែងបារម្ភឲ្យរឿងអាទូលមុខអីទៀតមីងមកអស់បាក់ពូយើងវិញឡើងរឹសស្មើហ្មងអាផឹងប្រើទៅតែអញមើលទៅទៅមិនបោះខ្មែរនេះមិនចាត់បោះផ្ទះលេខ2គេដូររោងចក្រទៅផលិតនៅប្រទេសម៉ាឡេស៊ីវិញហើយយាយចាស់ហើយហូបដល់ទំនុកចិត្តហើយបើសិនជាចង់ទិញហ្នឹងឆាតទៅផេកបងហងម៉ានីទិញបានហើយសេវាគេល្អណាស់ដឹកឲ្យដល់ទេហ៎ហើយបើថាចង់ស្រក់គីឡូកុំភ្លេចកាហ្វេសម្រក់ហងនឹងដំណាត់ធម្មជាតិហងអូយបាត់ទៅនឹងបងហ្វុងសូនឆឹងអញ្ចឹងខ្ញុំបារម្ភដល់ហើយនេះមិនបានទៅជាអញ្ចឹងនេះម្ដងបាត់នេះម្ដងបាត់នោះសង្ស័យតែរកឃើញបងហ្វុងហើយបងហ្វុងទៅជាឈួតដូចបងលីតាកាមុនណាដល់ពេលអញ្ចឹងទៅខ្ញុំចង់សតិអារម្មណ៍មិនទេនេះអាជីពខ្ញុំខ្លាចតែបងហ្វុងត្រូវមកចាប់ទៅម្ដងទៀតទេនេះចាប់អីតែមិនថានាំគ្នាតើគាត់ក៏ដឹងហ្វុងនៅណាដែរហ្នឹងបើតាខ្ញុំគិតគាត់ប្រហែលជាដឹងថាហ្វុងនៅណាមែនទេព្រោះបើគាត់ដឹងមិនឆ្លេឆ្លាអញ្ចឹងទេបើគាត់នៅជាមួយម៉ែមានអីចម្លែកបើម៉ែស្រឡាញ់បងហ្វុងសឹងអីហ្នឹងខ្ញុំខ្លាចតែម៉ែគាត់សម្ដែងធ្វើឆ្លេឆ្លាហើយយកបងហ្វុងទៅណាឆ្ងាយនេះមើលទៅមិនដឹងថាបងហ្វុងនិងបងលីតាអាចជួបគ្នាបានអត់ទេនេះបើហ្វុងនៅជាមួយបងលេងពូអត់បារម្ភទេពូបងលេងស្រឡាញ់ហ្វុងខ្លាំងណាស់ទោះបីជាបងលេងឈួតបាត់បង់សតិយ៉ាងណាក៏ដោយក៏មិនធ្វើបាបហ្វុងកើតដែរពូនិយាយហ្នឹងចង់បានន័យថាម៉េចពូបារម្ភលើរឿងអីផ្សេងមែនវាខែងតែបងលេងមិនអ្នកចាប់ហ្វុងទៅទេហើយហ្វុងក៏មិនមែនហត់ទៅដល់ចិត្តឯងដែរខ្លាចតែអ្នកផ្សេងទៅវិញអ្នកផ្សេងណានៅមានអ្នកផ្សេងពាក់ព័ន្ធក្នុងរឿងហ្នឹងទៀតមែនខ្ញុំក៏សង្ឃឹមថាការគិតរបស់ខ្ញុំវាខុសទៅចោះប៉ុន្តែបើតាមខ្ញុំគិតវាមិនខុសវា80%គឺវាអញ្ចឹងអាគីមនៅនិយាយមួយពិបាកសិនហើយនិយាយគេខ្ញុំអត់មានអីត្រូវនិយាយមួយគាត់ទេអាគីមហើយទីរបស់ទាំងអស់ហ្នឹងមកធ្វើស្អីទិញឲ្យពីណាគេទិញឲ្យគ្រូឯងមែនយកទៅធ្វើស្អីដើម្បីអីហើយឆ្លើយមើលអត់ទេពូខ្ញុំមិនអាចនិយាយបានទេខ្ញុំទៅសិនជុំសិនឆ្លើយមួយពិបាកសិនទិញដើម្បីអីអាគីមហើយស្ដាប់ពូមកដល់ពេលនេះមានមនុស្សច្រើនណាស់ដែលរងទុកដោយសារតែគ្រូឯងអំណាចរបស់គ្រូឯងធ្វើឲ្យប៉ះពាល់ដល់ជនស្រួលប្រងច្រើនណាស់សូម្បីតែគ្រូសារបស់លីតាពូនិយាយហ្នឹងមិនមែនចង់បញ្ចុះឯងទេពូចង់ឲ្យស្ដាប់ពូគិតឡើងវិញបោកក្រោយទៅហើយគិតមើលមានមនុស្សច្រើនណាស់ត្រូវរងទុកទោសដោយសារតែគ្រូឯងអ្នកខ្លះឈួតអ្នកខ្លះត្រូវរបួសអ្នកខ្លះទៀតត្រូវបាត់បង់គ្រប់យ៉ាងរួមទាំងគ្រួសារផងហើយចង់ឃើញមនុស្សប្រមាណអ្នកទៀតដែលត្រូវរងគ្រោះដោយសារតែគ្រូឯងនេះជប់ត្រឹមហ្នឹងហើយពូវាចាំវាជួយចាប់វាអាវ៉ាមកយ៉ាងវាដឹងអីបរាជ័យលើកនេះมันប្រកាសថាចប់ទេនៅមានផ្លូវមួយទៀតលើកនេះអញមិនឲ្យអាណាគេមករៀងអញបានទេលេងនេះមិញហើយត្រូវបានគ្រប់គ្រងស្មារតីទៀតហើយស៊ីមទៅយកប្រាប់តាមត្រូវរៀបចំពិធីមួយហើយឃើញអត់ឃើញនេះហើយជាលទ្ធផលរបស់គ្រូឯងជាឥទ្ធិពលរបស់គ្រូឯងជាឥទ្ធិពលអាក្រក់ឥទ្ធិពលរបស់ខ្មៅអាងឹតបោកក្រោយស្ដាប់ពូហើយរឿងហ្នឹងមានតែឯងទេទើបអាចជួយបានងាកមកសាងពើល្អជប់ជួយគ្រូឯងទៅបងបងឲ្យចាប់អូនណាចាប់អូនចាប់មន់ធ្វើមកហូបតែបងចូលចិត្តឲ្យបងហូបណាអាមកចង្រៃអញមិនឲ្យឯងរួចខ្លួនទេបងហ្វុងចាំអូនណាអូនចាប់មន់ចិត្តបានហើយគាត់តែមន់មួយអញចាប់បានចឹងអើយអត់ទេបងហ្វុងអញធ្វើមកហូបឲ្យបងហ្វុងឲ្យបានយើងនៅអីឃើញហើយអ
ទីផុតយើងចាប់ឯងបានហើយ មកលេង ហើយយកហ្វុងទៅទុកនៅណាអញខំចាត់មន់ធ្វើមកឲ្យប្តីអញឲ្យប្តីមកឲ្យអញវិញអត់ទេ ហ្វុងមិនមែនជាប្តីបងឯងទេហ្វុងជាកូនប្រសាបងឯងហើយខ្ញុំក៏មានបានចាប់ហ្វុងដែរហើយខ្ញុំមកនឹងក៏មិនមែនមកចង់ហៅរឿងបងឯងដែរខ្ញុំចង់មកជួយបងឯង ជួយហើយប្រើពាក្យថាជួយអញកន្លងមកហើយតាមមកខ្លាចអញរហូតហើយមកប្រើពាក្យថាជួយអញអត់ទេអញខ្វល់ប្តីអញឯងយកប្តីមកឲ្យអញវិញហើយប្រាប់អញថងមកថាឯងលាក់ប្តីអញនៅណា ខ្ញុំមិនមានបានលាក់ហ្វុងទេអ្នកដែលចាប់ហ្វុងទៅគឺអាវ៉ាន់ គ្រូវ៉ាន់គ្មានថ្ងៃលាក់ប្តីអញទេគ្រូវ៉ាន់គ្មានថ្ងៃក្បត់អញទេអាឃីមប្រាប់អញឯងថាប្តីអញនៅជាមួយហែង បើហ្វុងនៅជាមួយខ្ញុំហេតុអីបានស្អីជើងហ្វុងនៅកន្លែងអាវ៉ាន់បងឯងដឹងថាថ្ងៃមិញខ្ញុំឃើញស្អីអត់ខ្ញុំឃើញអាឃីមវាទៅមកពីផ្សារខ្ញុំចាប់វាសួរខ្ញុំឆែកទៅឃើញរបស់មួយចំនួនគឺជាគ្រឿងសម្រាប់ធ្វើពិធីអាគមចុងក្រោយរបស់វាហើយបងឯងគិតទៅថាសុកវានឹកឃើញធ្វើហ៎បើវាគ្មានរបស់ថ្មីហើយរបស់ថ្មីហ្នឹងបើតាមខ្ញុំគិតមិនខុសទេគឺហ្វុង មិនអាចទេ បងឯងគ្រាប់គិតអត់ថាតាំងពីបងឯងស្គាល់វាមកជីវិតបងឯងជួបតែក្តីវិនាសអារម្មណ៍បងឯងតែតែខ្មុកខ្មាញ់ហុំព័ទ្ធទៅដោយភាពងងឹតបងឯងគិតថាវាជួយបងឯងត្រូវអត់តែការពិតអត់ទេវាប្រើបងឯងទេ នេះក៏ប្រើអញមែនមិនអាចទេ មិនតាន់ហូបពេលទេណាបងបោកក្រោយទៅបងឯងជាមួយខ្ញុំរួមគ្នាដើម្បីជួយហ្វុងជួយមនុស្សដែលខ្លួនឯងស្រឡាញ់កុំទុកឲ្យហ្វុងនៅក្នុងកណ្ដាប់ដៃវាកុំឲ្យអាវ៉ាន់សម្រាប់អាគុំចុងក្រោយរបស់វាកុំឲ្យវាមកផ្លាញ់មនុស្សទៀតអី មិនអាចទេមិនអាចមកហ្វុងមិនអាចទៅចោលខ្ញុំបានទេមិនអាចទេ ពូទុកគាត់អីទៀតមិនចាប់គាត់មកទៅ មិនអាចចាប់គាត់ឥឡូវបានទេបើចាប់គាត់ឥឡូវផែនការយើងនឹងបរាជ័យពួកគាត់សំខាន់ក្នុងការត្រួសត្រាយផ្លូវនាំយើងទៅហៅហ្វុងរៀបចំគ្នាតាមពូប្រាប់ដល់ពេលហើយ ខេមយកឈាមឆ្កែខ្មៅទៅបច្រកវាខ្ញុំអត់ហ៊ានទេលោកគ្រូអញឲ្យបច្រកវាបច្រកវាបច្រកវាបើការងារលើកនេះអត់បានសម្រេចទេអញក៏មិនទុកអីដែរហើយខ្សោយអញ្ចឹងហើយមិនមែនសឹកអញទេ